កម្ពុជាអញ្ជើញមន្ត្រីទូតបរទេសប្រចាំនៅកម្ពុជាមកពន្យល់ពីបញ្ហាព្រំដែនកម្ពុជាថៃនិងបណ្ដឹងទៅ ICJ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី17ខែមិថុនានេះបានកោះអញ្ជើញឯកអគ្គរដ្ឋទូតនៃបណ្ដាលអង្គទូតបរទេសប្រចាំនៅកម្ពុជាចំនួន27ប្រទេសដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានភាពបញ្ហាព្រំដែនកម្ពុជាថៃនិងការបញ្ជូនបញ្ហាប្រាសាទតំនធំប្រាសាទតំនតូចប្រាសាទតាក្របីនិងតំបន់មុំ3ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ កិច្ចប្រជុំនេះគឺដឹកនាំដោយលោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបណ្ដឹងផ្លូវការរបស់កម្ពុជាដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់ប្រាសាទតំនធំប្រាសាទតំនតូចប្រាសាទតាក្របីនិងតំបន់មុំ3ត្រូវបានលោកស្រីស្រេងធីតាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជីនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ រួចរាល់ហើយកាលពីថ្ងៃទី16ខែមិថុនាឆ្នាំ2025សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាកម្ពុជាមិនដកថយទេពាក់ព័ន្ធនឹងការស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនៅប្រាសាទតំនធំប្រាសាទតំនតូចប្រាសាទតាក្របីនិងតំបន់មុំ3សម្រាប់សម្ដេចរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការបដិញ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដីក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរចំហរបស់កម្ពុជាគឺកម្ពុជាត្រូវការតែយុត្តិធម៌ភាពត្រឹមត្រូវនិងច្បាស់លាស់មួយក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាងដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នាសម្ដេចស្នើដល់បងប្អូនជនរួមជាតិទាំងអស់ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា